Cáiខ្លះចូលចិត្តញ៉ាំត្រាវពេលជុំគ្នាតែញ៉ាំត្រាវនេះមិនមែនញ៉ាំត្រាវល្មមហើយណាគឺញ៉ាំត្រាវឆ្ងាញ់សម្រាប់គ្រឿងផ្សំនិងវិធីធ្វើគឺងាយមែនតើដោយត្បូងឡើយយើងគ្រាន់តែយកត្រាវដែលយើងបានចិតរួចយកមកធ្វើការដាក់បំពងជាមួយនឹងខ្លាញ់បែបនេះហើយក្នុងការបំពងដើម្បីឲ្យត្រាវនៅតែស្រួយពេលត្រជាក់គឺយើងធ្វើការបំពង2ដងហើយសម្រាប់ស្ករដែលយើងដាក់ឆឹងដើម្បីដឹងថាយើងគួរដាក់ទឹកប៉ុណ្ណាគឺយើងមើលទៅលើស្កររបស់យើងហើយស្កររបស់យើងហ្នឹងគឺយើងដាក់ទៅតាមការចំណង់ចិត្តរបស់យើងគឺយើងចង់ញ៉ាំស្ករហៀងផ្អែមដាក់ស្ករហៀងច្រើនអញ្ចឹងណាហើយយើងលួចអំបិលបន្តិចដើម្បីឲ្យវាមានរសជាតិប្រៃឡំៗហើយនឹងបន្ថែមជាមួយស្លឹកតើយដើម្បីបន្ថែមក្លិនឈ្ងុយហើយស្ករបើសិនជាយើងចង់ដឹងថាយើងគួរតែកូររហូតដល់ពេលណាគឺយើងសាកយកស្លាបព្រាដួសមើលពេលដែលឃើញតក់ចុះមករៀងយឺតយើងអាចឈប់កូរបានហើយយើងអាចដាក់ត្រាវចូលបានហើយយើងធ្វើការកូររហូតដល់តែស្ករហើយនឹងត្រាវហ្នឹងសោកចូលគ្នាល្អហើយយើងធ្វើការបិទភ្លើងពេលដែលត្រជាក់បន្តិចស្ករនឹងជាប់ជាមួយនឹងត្រាវហើយដូចក្នុងវីដេអូខ្ញុំបង្ហាញអញ្ចឹងហើយម្នាក់ចូលចិត្តត្រាវកុំភ្លេចធ្វើញ៉ាំទាំងអស់គ្នាណា